ក្នុងរយៈពេល10វិនាទីរៀបរាប់ខេត្តនៅប្រទេសកម្ពុជាឲ្យបាន10បាន50000ចាប់ដើមកំពង់ចាមបាត់ដំបងព្រៃវែងស្ទឹងត្រែកំពង់ធំកាវិហាប្រទេសមានជ័យឧត្តរមានជ័យកំពង់ធំដល់មកបោះចោលnàyអត់លុយសោះឥឡូវម្ដងទៀតប៉ុន្តែលុយសោះតែ40000ទេ10វិនាទីដែរអូខេ1 2 3ចាប់ដើមបាត់ដំបងព្រៃវិហារព្រៃវែងកំពង់ចាមកំពង់ធំក្រូចឆ្មាអើយក្រូចឆ្មាមិនខែក្រូចឆ្មាពីណាចុងខែក្រូចឆ្មាអត់ឯខែក្រូចឆ្មាតាលុកក្រូចឆ្មាឥឡូវលេងម្ដងទៀតតម្លាក់លុយសោះ30000ខ្ញុំទៅទៅហាងបានអត់សម្រួលអារម្មណ៍សម្រួលអារម្មណ៍ដល់ដងខាងចូលដល់ដងខាងចេញដល់ដងខាងចូលដល់ដងខាងចេញអូខេសម្រួលអារម្មណ៍បាត់ភ័យណាអូខេបាត់ភ័យណាអូខេបាត់ភ័យហើយចឹងលុយអានេះនៅសល់តែ30000តែម្ដងតែសល់10វិនាទីដែរមក1 2 3ចាប់ដើមប៉តកំពង់សាមព្រៃវែងបាត់ដំបងប្រទេសមានជ័យឧត្តរមានជ័យសៀមរាបព្រៃវិហារត្បូងឃ្មុំកំពង់ចាមអូខេជោគជ័យហើយប៉ុន្តែនៅសល់30000អូខេ30000ក៏ទឹកប្រាក់ដែរមកឥឡូវមុនបាញ់បងស៊ូមិនសិនយកលុយ30000ឬក៏ដែរមួយអ្នកស្គាល់លុយ30000លុយ30000នេះបាត់អបាសតោអកូនមកឥឡូវបងមានកដោថែមអូនឯងបន្តិចទៀតគឺអូនឯងទទួលបានមីខ្លាឃ្មុំក្រហមរសជាតិសាច់មាន់ហិលចំនួន5កញ្ចប់ថែមទៀតក្នុងរយៈពេល10វិនាទីរៀបរាប់ខេត្តនៅប្រទេសកម្ពុជាបាន10បាន50000អូខេមក1 2 3ចាប់ដើមកដាលភ្នំពេញសៀមរាបឈប់ភ្នំពេញជាទីក្រុងតើបើខ្ញុំត្រូវរកឲ្យគាត់រៀបកំពង់ចាមកំពង់ឆ្នាំងកំពង់ធំព្រៃវែងបាត់ដំបងពោធិ៍សាត់បៃលិនអូសតោតែម្ដងគាត់ឲ្យបាន50000ហ្នឹងដល់ចុះមកមានដឹងមុនណាអត់ដឹងមុនទេមុនហ្នឹងសួរគាត់ដែរគាត់អត់ប្រាប់ទេអូយឥឡូវសួរសិនយកលុយ50000ហ្នឹងឥឡូវឬក៏ដែរអ្នកស្គាល់50000យកទៅដេតជាមួយអ្នកអត់ស្គាល់អាចយក50000ទៅ50000ទៅដេតជាមួយអ្នកអត់ស្គាល់50000រៀលអូហូយឈប់ឥឡូវសុំសួរមួយសិនរកដងពេលដែលដាច់លុយចិត្តញ៉ាំអីគេពេលដាច់លុយអត់មានលុយហ្មងញ៉ាំមីនិយាយលេងមីមែនមីឈ្នះមី5កញ្ចប់ទៀតចាំតិចបាទឥឡូវនេះគឺប្រាដទទួលបានមីកូខ្លាឃ្មុំក្រហមឆ្ងាញ់រសជាតិសាច់មាន់ហិលចំនួន5កញ្ចប់ខ្ញុំយកវិញសិនសួរសិនយកមី5កញ្ចប់ឬក៏ដែរមួយអ្នកស្គាល់យកមីទៅដេតជាមួយអ្នកអត់ស្គាល់សូមស្វាគមន៍មកកាន់ផ្ទះបាយប្រុសស្មោះអញ្ចឹងនេះផងដែរគឺយើងមានជាមួយនឹងមីកូខ្លាឃ្មុំក្រហមឆ្ងាញ់រសជាតិសាច់មាន់ហិលជាមួយនឹងគ្រឿងទេសផ្សេងដោយដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងជំហានដំបូងយើងយកមីខ្លាឃ្មុំក្រហមយើងដាក់ចូលក្នុងចានអញ្ចឹងមកហើយយើងទុកគ្រឿងដោយឡែកបន្ទាប់មកយើងយកទឹកក្តៅនេះឃើញទឹកក្តៅទេអញ្ចឹងយើងចាក់ទឹកក្តៅចំណុះ400មីលីលីត្របន្ទាប់មកយើងគ្របទុករយៈពេល3នាទីមកឥឡូវកំឡុងពេលរងចាំខ្ញុំនឹងអានរឿងនិទានឲ្យអ្នកទាំងអស់គ្នាស្ដាប់កាលពីព្រេងនាយមានខ្លាឃ្មុំក្រហមមួយក្បាលបានមកសុំមីមួយចាននៅផ្ទះលីហេងកាលហ្នឹងពេលយប់ពេលថ្ងៃបាទឥឡូវនេះគឺគ្រប់3នាទីហើយបាទឥឡូវយើងចាក់ទឹកចេញសិនមកបន្ទាប់មកយើងលាយជាមួយនឹងទឹកគ្រឿងទេសខ្ទឹមបំពងជាមួយនឹងប្រេងម្ទេសហើយទឹកគ្រឿងទេសនេះមើលទៅគឺថាជាតិមកហើយដាក់ជាមួយនឹងខ្ទឹមបំពងហើយនឹងប្រេងម្ទេសនេះដើម្បីឲ្យកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតហើយប្រេងម្ទេសទុកនៅកញ្ចប់ដោយឡែកងាយស្រួលក្នុងការក្រិតកម្រិតហិលបាទឥឡូវនេះយើងច្របល់សពហើយយើងចាក់ចូលចាននេះមកនេះជាមួយនឹងបន្លែហើយនេះខ្ញុំបានចៀនជាមួយនឹងពងទាមាន់ជាមួយនឹងសាច់មាន់អញ្ចឹងខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាម្ដងទៀតនេះគឺជាមីកូខ្លាឃ្មុំក្រហមឆ្ងាញ់រសជាតិសាច់មាន់ហិលមីខ្លាឃ្មុំក្រហមស្រួយស្វិតទំពាឆ្ងាញ់មាត់